យើងមកមើលអំពីអត្ថកម្បាំងនៃពពួកកុលសម្ព័ន្ធមួយនេះការប្រមាញ់រត់ដេញតាមសត្វដែលត្រូវប្រមាញ់ជាង10ម៉ោងវីដេអូនេះគឺបានបង្ហាញអំពីអត្តពលិកជនជាតិអាហ្វ្រិកម្នាក់ដែលមានសមត្ថភាពរត់ដ៏អស្ចារ្យភាពរឹងមាំមិនធម្មតារបស់គាត់គឺបានមកពីបច្ចេកទេសនៃការប្រមាញ់ពីបុរាណរបស់កុលសម្ព័ន្ធរបស់គាត់ភាពខុសគ្នារវាងសាច់ដុំគឺវីដេអូបានចាប់ផ្ដើមប្រៀបធៀបសាច់ដុំកំពូលជើងរបស់អ្នកប្រមាញ់ជនជាតិអាហ្វ្រិកជាមួយទៅនឹងអត្តពលិកអាស៊ីដែលសាច់ដុំរបស់គាត់មើលទៅដូចជាតូចជាងពាក់កណ្ដាលទោះបីជាយ៉ាងណាក៏ដោយអត្តពលិកនេះបានបង្ហាញភាពលេចធ្លោនៅក្នុងការប្រកួត1500ម៉ែត្រដោយរត់នាំមុខគេតាំងពីដើមរហូតដល់ចប់ដោយមិនចាំបាច់ប្រើយុទ្ធសាស្ត្រលាក់ខ្លួននៅខាងក្រោយដើម្បីសម្ងំកម្លាំងដោយអ្នកដទៃបច្ចេកទេសបោកបាញ់គឺភាពរឹងមាំដ៏អស្ចារ្យរបស់ពួកគាត់នោះគឺមកពីបច្ចេកទេសនៃការប្រមាញ់របស់កុលសម្ព័ន្ធរបស់គាត់ដែលគេស្គាល់ថាជាការប្រមាញ់ដោយការតស៊ូកុលសម្ព័ន្ធរបស់ពួកគេគឺប្រមាញ់សត្វដូចជាសត្វប្រើសត្វក្តាន់ជាដើមនេះដោយរត់ដេញតាមឥតឈប់ឈរតាំងពីព្រឹករហូតដល់យប់ពួកគេរត់តាមសត្វដោយមិនព្រមចុះចាញ់រហូតដល់ជាង10ម៉ោងក្នុងមួយថ្ងៃក៏មានហើយទីបំផុតពពួកសត្វប្រើក្តាន់រមាំងទាំងអស់នេះក៏ដួលសន្លប់ដោយសារតែភាពនឿយហត់ខ្លាំងពេកបន្ទាប់មកអ្នកប្រមាញ់គ្រាន់តែដើរទៅជិតដោយស្ងៀមស្ងាត់ហើយបាញ់មួយព្រួញគឺចប់រង្វាន់នៃការឈ្នះការលើកទឹកចិត្តចំពោះក្មេងប្រុសនោះគឺបានបង្ហាញស្នាមញញឹមយ៉ាងរីករាយនៅពេលដែលពួកគាត់បានឈ្នះការប្រកួតពីព្រោះកុលសម្ព័ន្ធនេះបានសន្យាថាបើគាត់ឈ្នះគាត់នឹងទទួលបានសិទ្ធិជ្រើសរើសគូស្រករនៅក្នុងកុលសម្ព័ន្ធរបស់ពួកគេមុនគេ